សួស្តីបងប្អូនអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ពិភពនៃងងឹតនៅថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយដែលធ្វើឲ្យរោមដៃរបស់ខ្ញុំបាសគ្រាន់តែនឹកឃើញដល់វាភ្លាមរឿងនេះមិនមែនជារឿងដែលកើតឡើងចំពោះខ្ញុំទេប៉ុន្តែវាជារឿងរ៉ាវដែលត្រូវបានចែករំលែកដោយនារីម្នាក់ឈ្មោះថាយឺនដែលបានយកមកកត់ត្រាទុកជាការព្រមានជាសារដាស់តឿនដល់អ្នកទាំងអស់គ្នាដែលចូលចិត្តលេងសើចនិងអ្វីដែលយើងមើលមិនឃើញរឿងនេះបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយបងប្អូនដឹងទេខេត្តដែលពោពេញទៅដោយព្រៃឈើក្រាស់ឃ្មឹកនៅទីនោះពេលយប់មកដល់ភាពងងឹតហាក់ដូចជាមានអំណាចជាងពន្លឺភ្លើងបរិយាកាសនៅទីនោះវាស្ងាត់ខ្លាំងណាស់ស្ងាត់រហូតដល់ឲ្យយើងឮសំឡេងស្លឹកឈើជ្រុះតួអង្គក្នុងរឿងនេះគឺបងប្រុសម្នាក់ដែលឈ្មោះថាអេបងអេគាត់ជាមនុស្សល្អគាត់ជាមន្ត្រីរាជការម្នាក់ដែលឧស្សាហ៍ព្យាយាមអ្វីដែលសំខាន់ជាងនេះទៅទៀតបងអេជាបុរសដែលស្រឡាញ់គ្រួសាររបស់គាត់ខ្លាំងណាស់គាត់បានរៀបការហើយប៉ុន្តែគាត់នៅមិនទាន់មានកូននោះទេគាត់និងប្រពន្ធកំពុងទន្ទឹងរង់ចាំថ្ងៃដែលបានឃើញមុខកូនដ៏គួរឲ្យស្រឡាញ់របស់ខ្លួនបងអេជាមនុស្សរុះរាយរាក់ទាក់ប៉ុន្តែមនុស្សយើងទោះជាល្អយ៉ាងណាក៏នៅមានចំណុចខ្សោយនោះដែរហើយចំណុចខ្សោយរបស់គាត់គឺនៅយប់នោះគឺជាការប្រហែសរឿងរ៉ាវបានកើតឡើងនៅយប់ថ្ងៃសុក្រមួយជាយប់ដែលព្រះច័ន្ទហាក់ដូចជាលាក់ខ្លួននៅពីក្រោយពពកខ្មៅយប់នោះហើយគឺជាថ្ងៃកំណើតរបស់បងអេគាត់និងមិត្តភ័ក្តិស្និទ្ធស្នាលប្រហែលជា 4-5 នាក់បានបបោគ្នាទៅជប់លៀងនៅក្នុងតំបន់មួយពួកគេមិនបានទៅហាងប្រចាំដែលធ្លាប់ទៅនោះទេមិនដឹងថាមានអ្វីមកបាំងភ្នែកឬមកទាក់ចិត្តពួកគេឲ្យពួកគេជ្រើសរើសចូលនៅក្នុងហាងតូចមួយដែលពួកគេមិនសូវស្គាល់ហាងនោះវាតូចនិងស្ងាត់មានបរិយាកាសចម្លែកភ្ញៀវនៅក្នុងហាងស្ទើរតែគ្មានតែក្រុមរបស់បងអេតែប៉ុណ្ណោះដែលកំពុងអង្គុយពន្លឺភ្លើងនៅក្នុងហាងមានពណ៌ស្រទន់តែវាហាក់ដូចជាមិនផ្ដល់ភាពកក់ក្ដៅសោះពួកគេបានផឹកស៊ីសើចក្អាកក្អាយយ៉ាងសប្បាយរីករាយរហូតដល់ម៉ោងប្រហែលជា 4 ឬ 5 ល្ងាចស្រាក៏ចាប់ផ្ដើមចូលពេញខ្លួនសតិស្មារតីក៏ចាប់ផ្ដើមស្រពេចស្រពិលនៅពេលនោះហើយដែលមាននារីម្នាក់បានបង្ហាញខ្លួននារីបម្រើការម្នាក់នាងបានដើរចូលមកគ្មាននរណាម្នាក់នៅក្នុងក្រុមធ្លាប់ឃើញមុខនាងពីមុនមកទេនាងជាក្មេងស្រីបម្រើថ្មីមុខមាត់របស់នាងមិនមែនជាស្រីស្អាតខ្លាំងណាស់ណានោះទេតែនាងមានមន្តស្នេហ៍ដ៏អាចកំបាំងម្យ៉ាងចំណែកឯភ្នែករបស់នាងវិញគឺមានលក្ខណៈជ្រៅជាងមនុស្សស្រីទូទៅរំពេចនោះនាងបានដើរសម្ដៅមកដោយជំហានមួយមកអង្គុយជិតបងអេនាងមិនបាននិយាយជាមួយអ្នកផ្សេងទេគឺនាងនិយាយតែជាមួយបងអេតែម្នាក់គត់មិត្តភក្តិដទៃទៀតដែលកំពុងតែស្រវឹងនៅពេលនោះពួកគេមិនចាប់អារម្មណ៍ថាបងអេនិងនារីម្នាក់នោះនិយាយអ្វីទេប៉ុន្តែអ្វីដែលគេបានដឹងនៅពេលដែលបងអេប្រាប់នៅពេលក្រោយពាក្យសន្ទនាទាំងនោះហើយដែលបានផ្លាស់ប្ដូរគាត់ជារៀងរហូតមកនៅពេលនោះនាងបានសួរដោយសំឡេងស្រទន់ជាមួយនឹងបងអេថានៅថ្ងៃនេះជាថ្ងៃកំណើតបងមែនទេបងអេឆ្លើយដោយញញឹមថាមែនហើយដោយសារតែដូច្នេះហើយទើបពួកគាត់មកជប់លៀងនៅទីហ្នឹងនៅពេលនោះនាងបានសួរបន្តទៀតថាចូលបងរៀបការហើយឬនៅបងអេក៏បានឆ្លើយតបទៅវិញដោយធម្មតាថាគាត់បានរៀបការហើយតែគាត់មិនទាន់មានកូននោះទេគ្រាន់តែឮថាបងអេមិនទាន់មានកូនកែវភ្នែករបស់នារីម្នាក់នោះក៏ប្រែប្រួលនាងញញឹមជាមួយនឹងអ្វីដែលគួរឲ្យខ្លាចបានចេញឡើងពីជ្រុងមាត់របស់នាងបានខិតចូលកាន់តែជិតមែនទែនជាមួយនឹងបងអេពេលនោះបងអេគាត់ចាប់អារម្មណ៍ថាក្លិនរបស់នាងគឺប្លែកវាមិនមែនជាក្លិនទឹកអប់ទេតែជាក្លិនក្រអូបឈួរដូចជាក្លិនផ្កាដែលគេដាក់នៅបូជាព្រះអញ្ចឹងបន្ទាប់មកនារីម្នាក់នោះក៏បានខ្សឹបដាក់ត្រចៀកបងអេថាបើអញ្ចឹងយើងមកលេងអីសប្បាយទាំងអស់គ្នាទេ
ខ្ញុំឃើញបងមិនបានពាក់ខ្សែការពារអីផងចាំទុកណាមុនពេលបងបានឃើញមុខកូនរបស់បងត្រូវតែមករកខ្ញុំសិនកុំភ្លេចណាមុននឹងបងឃើញមុខកូនបងត្រូវតែមករកខ្ញុំសិនមុននឹងឃើញមុខកូនត្រូវមករកខ្ញុំសិនពាក្យនេះបានបន្លឺដដែលនៅក្នុងខួរក្បាលរបស់បងអេពេលនោះបងអេគាត់រៀងស្រវឹងដែរគាត់មិនចាប់អារម្មណ៍នឹងពាក្យសម្ដីរបស់នាងប៉ុន្មានទេគាត់គ្រាន់តែញញឹមធ្វើធម្មតាអញ្ចឹងបន្ទាប់មកនារីម្នាក់នោះក៏បានក្រោកឈរឡើងហើយដើរទៅមុខហាងនាងបានបេះស្លឹកឈើមួយសន្លឹកវាជាស្លឹកឈើធម្មតាតែប៉ុណ្ណោះហើយនាងក៏ដើរត្រឡប់មកវិញមកឈរនៅក្រោយខ្នងរបស់បងអេនាងបានដាក់ស្លឹកឈើនៅកញ្ចឹងករបស់បងអេហើយនាងក៏ផ្លុំគ្រាន់តែខ្យល់ដង្ហើមរបស់នាងប៉ះនឹងស្លឹកឈើប៉ះនឹងស្បែកកញ្ចឹងករបស់បងអេគាត់មានអារម្មណ៍ថាត្រជាក់វារៀងត្រជាក់តែត្រជាក់ដល់ឆ្អឹងខ្នងដោយសារតែពេលនោះបងអេគាត់ក៏កំពុងស្រវឹងខ្លាំងដែរគាត់មានអារម្មណ៍ថាដូចជាគេយកទឹកកកមកចាក់ស្រោចទៅលើគាត់អញ្ចឹងគាត់បានព្យាយាមងាកទៅមើលនាងដែរនៅពេលនោះនារីនោះក៏បានញញឹមហើយក៏ដើរចេញទៅបាត់ទៅហើយហេតុការណ៍នៅយប់នោះក៏បានកន្លងផុតទៅបន្ទាប់មកពេលវេលាក៏ចេះតែដើរទៅមុខមនុស្សយើងតែងតែភ្លេចរឿងដែលគិតថាมันសំខាន់បងអេនិងមិត្តភ័ក្តិគាត់បានភ្លេចរឿងក្មេងបំរើនោះហើយជីវិតរបស់គាត់ក៏ត្រឡប់មកសភាពដើមវិញធម្មតាច្រើនខែកន្លងក្រោយមកដំណឹងល្អក៏បានមកដល់ប្រពន្ធរបស់បងអេគាត់មានផ្ទៃពោះសុភមង្គលដែលពួកគេទន្ទឹងរង់ចាំបានមកដល់ហើយនៅពេលនោះពួកគាត់សប្បាយចិត្តខ្លាំងណាស់ពួកគាត់បានជប់លៀងអបអរសាទរត្រៀមធ្វើជាម្ដាយឪពុកបងអេបានមើលថែប្រពន្ធគាត់យ៉ាងល្អដោយមិនដឹងសោះឡើយថាពេលវេលាកំណត់នៃពាក្យសន្យាអត់ច្បាស់នោះកំពុងតែរំកិលមកជិតវាជិតដល់ថ្ងៃកំណត់ហើយថ្ងៃកំណត់សម្រាកូនបានមកដល់ប្រពន្ធរបស់បងអេគាត់ឈឺពោះសម្រាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯទីរួមខេត្តបងអេដែលកំពុងតែបំពេញការងារបានប្រញាប់ប្រញាល់បើកឡានទៅរកប្រពន្ធដោយក្តីរំភើបប៉ុន្តែនៅតាមផ្លូវខណៈដែលកង់ឡានកំពុងតែវិលកញ្ចឹងករបស់គាត់ចាប់ផ្ដើមមានបញ្ហាបងអេគិតនៅក្នុងចិត្តថាម្ដេចក៏ករបស់គាត់ចេះតែរមាស់ម្លេះថ្ងៃនេះគាត់ចាប់ផ្ដើមក្អកដំបងឡើយគាត់ក្អកតិចធម្មតាទេក្រោយមកក៏คล้ายទៅជាក្អកខ្លាំងឡើងបងប្រុសដែលជិះឡានជាមួយនឹងគ្នាគិតថាគាត់គ្រាន់តែផ្ដាសាយធម្មតាប៉ុណ្ណោះប៉ុន្តែបងអេដឹងថាវាមិនមែនជាការឈឺធម្មតាទេគាត់មានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងរើនៅក្នុងបំពង់ករបស់គាត់ពេលទៅដល់មន្ទីរពេទ្យគ្រាន់តែឃើញមុខប្រពន្ធគ្រាន់តែបានចិត្តឃើញមុខកូនស្រាប់តែអាការៈរបស់បងអេធ្វើទុកភ្លាមគាត់ចាប់ផ្ដើមក្អកយ៉ាងខ្លាំងក៏ដូចជាចង់ធ្លាយសួតអញ្ចឹងគាត់ប្រាប់ថាគាត់ឈឺណាស់គាត់ឈឺកខ្លាំងណាស់គាត់និយាយលែងចង់ចេញហើយសំឡេងរបស់គាត់ចាប់ផ្ដើមបាត់ទៅនៅក្នុងភាពឈឺចាប់ពេលនោះបងអេគាត់រត់ចូលទៅបន្ទប់ទឹកនៅក្នុងមន្ទីរពេទ្យពេលវេលាចេះតែកន្លងផុតទៅ4-10នាទីហើយមិនឃើញបងអេចេញមកវិញសោះបងប្រុសរបស់គាត់មានអារម្មណ៍ថាមិនស្រួលក៏ដើរទៅតាមនៅក្នុងបន្ទប់ទឹករូបភាពដែលបងប្រុសគាត់បានឃើញនៅពេលបើកទ្វារបន្ទប់ទឹកចូលទៅគឺឃើញបងអេកំពុងតែនៅមុខកញ្ចក់នៅលើឡាបូលាងដៃពោពេញទៅដោយឈាមក្រហមច្រាហើយបងអេដៃរបស់គាត់កំពុងលូកចូលទៅក្នុងមាត់របស់ខ្លួនឯងគាត់លូកចូលយ៉ាងជ្រៅហួសពីធម្មតាគាត់ព្យាយាមខ្វេះគាត់ព្យាយាមទាញអ្វីមួយយ៉ាងចេញពីបំពង់ករបស់គាត់បងប្រុសរបស់គាត់ក៏ស្ទុះទៅខាត់រួចស្រែកហៅពេទ្យរត់មកជួយខាត់បងអេនិយាយទាំងត្រដាបត្រដួសទាំងមានឈាមពេញមាត់ថាមានស្អីមិនដឹងទេមានកន្ទុយវែងវានៅក្នុងបំពង់ករបស់ខ្ញុំវាកំពុងរើនៅក្នុងបំពង់ករបស់ខ្ញុំគ្រូពេទ្យក៏បាននាំគាត់ទៅធ្វើអ៊ិចរ៉េភ្លាមប៉ុន្តែលទ្ធផលគឺគ្មានអ្វីនោះទេគ្មានឆ្អឹងគ្មានសាច់ដុំគ្មានសាច់ល្អិត
គ្មានអ្វីសោះក្រៅពីស្នាមក្រចកដែលគាត់ព្យាយាមខ្វេះខ្លួនឯងនៅពេលដែលវិជាសាស្ត្រអស់ផ្លូវជំនឿក៏បានចូលមកដល់ជំនួសស្រាប់តែបងអេក៏នឹកឃើញដល់យប់នោះយប់នៅថ្ងៃកំណើតនិងក្មេងស្រីបម្រើម្នាក់នោះពាក្យសម្ដីរបស់នាងបានបន្លឺឡើងនៅក្នុងខួរក្បាលរបស់គាត់ដោយនៅពេលនោះគាត់បាននឹកឃើញថានារីនោះបាននិយាយថាមុននឹងឃើញមុខកូនត្រូវមករកខ្ញុំសិនគាត់បានប្រាប់រឿងនេះដល់បងប្រុសពួកគេក៏ដឹងភ្លាមថានេះមិនមែនជារឿងធម្មតាទៀតទេពួកគេប្រញាប់ប្រញាល់នាំបងអេត្រឡប់ទៅស្រុកវិញដើម្បីទៅរកហាងនោះទៅរកនារីម្នាក់នោះប៉ុន្តែពេលទៅដល់ហាងនោះគ្មានទេវាត្រូវបានគេបិទចោលអ្នកស្រុកប្រាប់ថាហាងនេះបិទយូរហើយក្មេងស្រីបម្រើម្នាក់នោះនាងជាជនជាតិភាគតិចហើយនាងបានត្រឡប់ទៅស្រុកកំណើតរបស់នាងបាត់ទៅហើយដូច្នេះក្តីសង្ឃឹមក៏បានរលាយសូន្យពួកគេមិនអាចរកនាងឃើញទៀតទេវិធីតែមួយគត់គឺពឹងព្រះពួកគេបាននាំបងអេទៅរកព្រះសង្ឃនៅវត្តនានាពីវត្តមួយទៅវត្តមួយប៉ុន្តែចម្លើយដែលទទួលបានគឺដូចគ្នាព្រះសង្ឃគ្រាន់តែក្រឡេកឃើញមុខបងអេទ្រង់ក៏មានសន្និកាថាហូបពេលហើយញោមរបស់នេះវាមិននៅត្រឹមស្បែកទេវាចូលទៅដល់ឆ្អឹងខ្មៅហើយអាត្មាមិនអាចជួយបានទេពាក្យថាចូលដល់ឆ្អឹងខ្មៅមានន័យថាជីវិតរបស់បងអេត្រូវកំណត់ឈ្មោះនៅក្នុងបញ្ជីមច្ចរិតទៅហើយជាជំរើសចុងក្រោយម្ដាយរបស់បងអេក៏បានណែនាំឲ្យទៅរកព្រះសង្ឃមួយអង្គនៅជិតផ្ទះនៅក្នុងខេត្តរបស់គាត់ព្រះសង្ឃអង្គនោះបានធ្វើពិធីមួយដើម្បីពន្យាពេលលោកបងបានឲ្យបងអេសម្ងំនៅក្នុងផ្ទះឈើបុរាណដែលមានកម្ពស់ខ្ពស់ពីដីលោកបងឲ្យយកអំបោះសេម៉ាទៅព័ទ្ធជុំវិញផ្ទះចំនួន7ជុំ7ជុំដើម្បីការពារវិញ្ញាណអាក្រក់លក្ខខណ្ឌនោះគឺបងអេត្រូវចូលទៅដេកនៅក្នុងបន្ទប់តែម្នាក់ឯងមិត្តភ័ក្តិទាំងអស់ត្រូវដេកយាមនៅមុខបន្ទប់ហើយអ្វីដែលសំខាន់បំផុតត្រូវចាក់សោពីខាងក្រៅចាក់សោឲ្យជាប់ហាមបើកទ្វារដាច់ខាតទោះជាឮសំឡេងអ្វីក៏ដោយព្រះសង្ឃផ្ដាំថាបើឆ្លងផុតយប់នេះទៅញោមនឹងរស់ហើយនៅយប់នោះភាពស្ងាត់ជ្រងំបានចូលគ្របដណ្ដប់ផ្ទះឈើនោះមិត្តភ័ក្តិមានចំនួន 4-5 នាក់ដេកយាមនៅមុខបន្ទប់បងអេត្រូវដេកនៅក្នុងបន្ទប់តែម្នាក់ឯងបងប្អូនសាកស្រមៃមើលនៅក្នុងបន្ទប់ងងឹតបងអេអង្គុយអោបជង្គង់ករបស់គាត់នៅតែឈឺចាប់នៅតែមានអារម្មណ៍ថាមានអ្វីវានៅក្នុងនោះសំឡេងខ្យល់បក់នៅខាងក្រៅឮសូរវូវូនៅពាក់កណ្ដាលអាត្រៀតមិត្តភ័ក្តិម្នាក់ដែលដេកនៅខាងក្រៅស្រាប់តែឮសំឡេងតុកដូចជាមានមនុស្សដើរនៅជុំវិញផ្ទះមិនមែនជាសំឡេងឆ្កែក៏មិនមែនជាសំឡេងឆ្មាទេតែសំឡេងនោះវាធ្ងន់ដូចជាមនុស្សតើអ្នកណាមកដើរជុំវិញផ្ទះនៅម៉ោងនេះប៉ុន្តែដោយសារតែភាពងងុយនិងភាពភ័យខ្លាចខ្លាំងពួកគេមិនហ៊ានក្រោកទៅមើលនោះទេហើយក៏ព្យាយាមសំងំដេកវិញចំណែកឯបងអេនៅខាងក្នុងតើគាត់បានជួបអ្វីខ្លះតើនារីបម្រើនោះបានមកតាមពាក្យសន្យាឬទេឬមួយរបស់នៅក្នុងករបស់គាត់វាចាប់ផ្ដើមបញ្ជិះគាត់គ្មាននរណាដឹងទេព្រោះនៅក្នុងបន្ទប់នោះគឺមិនមានឮសំឡេងអ្វីទេគឺស្ងាត់ឈឹងតែម្ដងរហូតដល់ព្រឹកឡើងព្រះអាទិត្យចាប់ផ្ដើមរះពន្លឺថ្ងៃគួរតែនាំមកនូវក្តីសង្ឃឹមមិត្តភ័ក្តិម្នាក់ភ្ញាក់ឡើងមុនគេគាត់សម្លឹងទៅមើលទ្វារបន្ទប់របស់បងអេដេកគាត់បើកភ្នែកធំបេះដូងគាត់ស្ទើរតែធ្លាក់ដល់ដីទ្វារបន្ទប់នៅពេលនោះបានបើកចំហមេសោដែលចាក់នៅខាងក្រៅនៅដដែលគន្លឹកនៅដដែលប៉ុន្តែទ្វារបើកតើបើកបានដោយរបៀបណាតើបងអេចេញដោយរបៀបណាពួកគេស្ទុះទៅមើលក្នុងបន្ទប់មិនឃើញបងអេទេមានតែស្នាមឈាមដំណក់ឈាមស្រក់ជាផ្លូវតក់ចេញពីបន្ទប់ឆ្ពោះទៅកម្មជណ្ដើរពួកគេបានដើរតាមស្នាមឈាមនោះទាំងញ័រដៃញ័រជើងចុះពីជណ្ដើរទៅតាមផ្លូវដីចម្ងាយប្រហែលតែ500ម៉ែត្រតែប៉ុណ្ណោះពីផ្ទះទីបំផុត
ពួកគេបានឃើញហើយរាងកាយរបស់បងអេដេកស្ដុកស្ដឹងនៅលើដីគាត់បានផុតដង្ហើមទៅហើយនៅដៃរបស់គាត់មានកាន់កំបិតមួយកំបិតដែលគាត់យកពីណាក៏មិនដឹងដែរហើយនៅត្រង់ករបស់គាត់មានស្នាមអាគឺគាត់បានអាកខ្លួនឯងគាត់ព្យាយាមវះយករបស់អ្វីម្យ៉ាងចេញពីករបស់គាត់រហូតដល់គាត់បានស្លាប់ហើយអ្វីដែលសោកសៅបំផុតនោះគឺនៅយប់ដែលគាត់ស្លាប់នោះជាយប់តែមួយដែលកូនស្រីរបស់គាត់បានចាប់កំណើតនៅលើលោកនេះគាត់បានធ្វើតាមពាក្យសន្យាគាត់មិនបានឃើញមុខកូនស្រីទេគាត់ត្រូវទៅរកនាងសិនវិញ្ញាណឬអំណាចងងឹតបានមកយកគាត់ទៅតាមកិច្ចសន្យាឈាមដែលបានកើតឡើងទាំងគាត់មិនបានដឹងខ្លួននោះឡើយរហូតដល់សពថ្ងៃនេះគ្មាននរណាដឹងទេក្មេងស្រីបម្រើការនោះជានរណាគ្មាននរណាដឹងទេហេតុអ្វីបានជាក្មេងស្រីនោះជ្រើសរើសយកបងអេតើមកពីគាត់សង្ហាមកពីគាត់មើលទៅចិត្តល្អឬមួយមកពីគាត់មានវាសនាត្រូវជួបនឹងគ្រោះកម្មរឿងនេះបានដល់ទីបញ្ចប់ហើយប៉ុន្តែបានបន្សល់ទុកនៅចម្ងល់និងការឈឺចាប់ដល់គ្រួសារជាច្រើនព្រមទាំងមិត្តភ័ក្តិដែលនៅរស់ក្រុមមិត្តភ័ក្តិទាំងនោះបានសម្រេចចិត្តឈប់ផឹកស្រាអស់មួយជីវិតបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជាទីមេត្រីរឿងនេះបានបង្រៀនយើងឲ្យឃើញពីតម្លៃនៃសតិទី1ស្រានិងការសប្បាយភ្លើតភ្លើនបានធ្វើឲ្យយើងបាត់បង់សតិពេលដែលយើងស្រវឹងយើងងាយនឹងទទួលយករបស់អាក្រក់ឬរឿងដែលយើងមិនគួរធ្វើទី2ការនិយាយលេងសើចជាមួយមនុស្សចម្លែកឬកន្លែងដែលយើងមិនស្គាល់ជាពិសេសនៅពេលយប់គឺជារឿងគ្រោះថ្នាក់ណាស់បងប្អូនពាក្យចាស់លោកពោលថាបើមិនជឿកុំប្រមាថអីទី3ភាពស្មោះត្រង់ទោះបីជាបងអេមិនបានគាត់ប្រពន្ធទាំងស្រុងតែការដែលគាត់បណ្ដោយឲ្យនារីផ្សេងមកជិតស្និទ្ធនិងប៉ះពាល់ខ្លួនប្រាណនិងលេងសើចបែបនេះវាជាការបើកទ្វារគ្រោះថ្នាក់ចូលមកដល់សូមឲ្យវិញ្ញាណក្ខន្ធរបស់បងអេបានទៅកាន់សុគតិភពហើយសូមឲ្យរឿងនេះคล้ายទៅជាមេរៀនសម្រាប់យើងទាំងអស់គ្នាឲ្យចេះប្រុងប្រយ័ត្ននៅក្នុងការរស់នៅកុំប្រមាថក្នុងជីវិតហើយត្រូវរក្សាសិលនិងសតិឲ្យជាប់ជានិច្ចសម្រាប់ពេលរាត្រីនេះសូមជូនពរបងប្អូនទាំងអស់គ្នាគេងលក់សុបិនល្អសង្ឃឹមថាបងប្អូនជួបតែសំណាងល្អនៅក្នុងជីវិតប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមបងប្អូនជួយចុច like និងជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតពី channel របស់យើងខ្ញុំនៅពេលនេះសូមអរគុណសូមជម្រាបលាបាយបាយ